ផលិតផលក្នុងស្រុកនៃប្រទេសកម្ពុជាយើងជាពិសេសនៅលើសម្បកវេចខ្ចប់ផលិតផលនីមួយៗតែមានពាក្យថា Product of Cambodia ឬក៏ Made in Cambodia តើពាក្យទាំងពីរនេះមើលទៅដូចគ្នាឬក៏ខុសគ្នាពាក្យទាំងពីរនេះមើលទៅហាក់ដូចស្រដៀងគ្នាប៉ុន្តែបើពិនិត្យទៅមើលលើខ្សែសង្វាក់ផលិតកម្មនិងតម្លៃបន្ថែមក្នុងស្រុកគឺមានអត្ថន័យនិងលក្ខខណ្ឌច្បាប់ខុសគ្នាដាច់ស្រឡះProduct of Cambodia ដែលភាសាខ្មែរយើងថាផលិតផលរបស់ប្រទេសកម្ពុជាពាក្យនេះមានទម្ងន់ខ្លាំងជាងនិងផ្ដោតសំខាន់លើប្រភពនៃវត្ថុធាតុដើមវត្ថុធាតុដើមស្ទើរតែទាំងអស់ភាគច្រើនគឺពី 90% ទៅ 100% ត្រូវតែជារបស់ដែលដុះចេញនៅក្នុងប្រទេសកម្ពុជាហើយត្រូវបានផលិតនិងចម្រាញ់ចេញឬក៏ទាញចេញពីទឹកដីកម្ពុជាផ្ទាល់តែម្ដងហើយការកែច្នៃនិងការវេចខ្ចប់គឺត្រូវធ្វើឡើងនៅក្នុងប្រទេសកម្ពុជាយើងគឺត្រូវតែមានសិប្បកម្មឬក៏រោងចក្រផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជាយើង Made in Cambodia ឬជាភាសាខ្មែរថាផលិតនៅក្នុងប្រទេសកម្ពុជាពាក្យនេះផ្ដោតសំខាន់តែទៅលើទីតាំងនៃការកែច្នៃចុងក្រោយប៉ុណ្ណោះវត្ថុធាតុដើមអាចនាំចូលពីប្រទេសក្រៅពីបរទេសម្យ៉ាងវិញទៀត Made in Cambodia ក៏យើងអាចសំដៅដល់រោងចក្រដែលដំឡើងរថយន្តជាដើមដូចជារថយន្ត Ford ដែលនាំចូលគ្រឿងទាំងអស់ពីបរទេសប៉ុន្តែបានផ្គុំនៅក្នុងប្រទេសកម្ពុជាយើងផលិតផលឬទំនិញដែលជា Made in Cambodia អាចពាក់ព័ន្ធនឹងសម្លៀកបំពាក់ដែលក្រណាត់នាំចូលពីបរទេសប៉ុន្តែមកកាត់ដេរនិងដំឡើងនៅក្នុងប្រទេសកម្ពុជាយើងសរុបសេចក្តីមកការប្រើពាក្យនេះគឺមានន័យថាទោះបីជាវត្ថុធាតុដើមខ្លះមកពីក្រៅប្រទេសប៉ុន្តែសង្វាក់ផលិតកម្មនិងការបង្កើតការងារគឺធ្វើនៅក្នុងប្រទេសកម្ពុជាយើងចោះចំណែកបើផលិតផលឬទំនិញដែលផលិតនៅក្រៅប្រទេសប៉ុន្តែត្រូវបានវេចខ្ចប់ជាម៉ាកយីហោខ្លួនឯងជាភាសាខ្មែរហើយនាំចូលមកក្នុងប្រទេសកម្ពុជាតើផលិតផលទាំងនោះចាត់ទុកជាផលិតផលក្នុងស្រុក Made in Cambodia ឬក៏ Product of Cambodia ដែរឬទេដែលផលិតផលទាំងនោះយើងហៅថាផលិតផល OEM ដូច្នេះដើម្បីដឹងឲ្យច្បាស់អំពីផលិតផល OEM តើជាផលិតផលក្នុងស្រុកដែរឬទេនោះសូមរងចាំទស្សនាភាគបន្ត Prep Media ចែករំលែកព័ត៌មាននិងចំណេះដឹង